Ba chỉ miệp số phục mai bằng ổn từng ở khné và ngày này đã nhằm việc miễn video thay màyបន្តទៀតហើយដើម្បីធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានទស្សនាហើយវីដេអូនេះគឺខ្ញុំថតនៅចំណុចផ្សារព្រៃខ្មែរគឺឆ្ពោះទៅខាងទីរួមខេត្តកំពង់ឆ្នាំងហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ5ដោយបង្ហាញនៅទស្សនវិជ្ជាក៏ដូចជាទេសភាពទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញនៅសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានកំពុងតែធ្វើដំណើរនេះហើយវីដេអូនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមចែករំលែកទៅកាន់បងប្អូនផ្សេងទៀតឲ្យបានឃើញវីដេអូនេះទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនគាំទ្រនៅសកម្មភាពក៏ដូចជាទស្សនវិជ្ជាដែលខ្ញុំបានធ្វើវីដេអូនេះចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំបានធ្វើដំណើរមកដល់នៅចំណុចរំងមូលក្អមហើយអញ្ចឹងហើយខ្ញុំក៏ធ្វើដំណើរអត់ទៅតាមផ្លូវវាងក្រុងទេគឺខ្ញុំទៅតាមផ្លូវចាស់ដែលយើងជិះចូលច្រកនៃខេត្តកំពង់ឆ្នាំងនៅផ្ទាល់តែម្ដងបាទអានេះខ្ញុំបានបត់ចូលនៅខាងស្ដាំដៃដើម្បីឆ្ពោះទៅផ្លូវចាស់ដែលយើងបន្តដំណើរហើយយើងឃើញហើយនៅរំងមូលក្អមហ្នឹងគឺពុំតាន់ធ្វើរួចរាល់ហើយទេហើយណាមួយគេកំពុងតែហុំព័ទ្ធស្បៃដើម្បីចាក់ដីក៏ដូចជាធ្វើសួនច្បារជាដើមអញ្ចឹងណាពុកម៉ែបងប្អូនហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំធ្វើនេះគឺជាការកម្សាន្តក៏ដូចជាការធ្វើ vlog របស់ខ្ញុំនៅតាមវីដេអូផ្សេងៗដែលខ្ញុំបានកំពុងតែធ្វើហ្នឹងបាទហើយវីដេអូនេះសង្ឃឹមថាអ្វីដែលពួកខ្ញុំកំពុងតែធ្វើនេះគឺអាចមានការពេញចិត្តក៏ដូចជាការគ្រប់គ្រងពីពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាពុកម៉ែបងប្អូនជួយគ្រប់គ្រងវីដេអូនេះហើយជួយតាមដានវីដេអូនេះពីដើមរហូតដល់ចប់ផងបាទហើយវីដេអូនេះគឺខ្ញុំធ្វើឡើងដោយការពេញចិត្តដោយសារតែខ្ញុំបានធ្វើដំណើរនេះគឺឆ្ពោះទៅខាងខេត្តពោធិ៍សាត់ប៉ុន្តែខ្ញុំចង់ថតបង្ហាញពីពុកម៉ែបងប្អូនឲ្យបានឃើញក៏ដូចជាបានទស្សនានៅសកម្មភាពក៏ដូចជាការធ្វើដំណើររបស់ខ្ញុំដោយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយផងដែរហើយអ្វីដែលខ្ញុំធ្វើនេះគឺដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានឃើញទស្សនវិជ្ជាក៏ដូចជាទេសភាពនៅតាមដងផ្លូវក៏ដូចជានៅតាមទីកន្លែងផ្សេងៗដែលខ្ញុំបានទៅដល់ហ្នឹងបាទហើយយើងបានកំពុងតែធ្វើដំណើរនេះគឺឆ្ពោះទៅទីរួមខេត្តកំពង់ឆ្នាំងហើយវីដេអូក្រោយខ្ញុំនឹងថតនៅអឺសកម្មភាពនៃការធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់តែម្ដងហើយសង្ឃឹមថាបងប្អូនច្បាស់ជាឆ្ងល់ហើយថាហេតុអីបានខ្ញុំចូលចិត្តធ្វើវីដេអូថតតាមផ្លូវក៏ដូចជាធ្វើវីដេអូហ្នឹងថតនៅតំបន់រមណីយដ្ឋានផ្សេងៗដោយសារតែជាចំណង់ចំណូលចិត្តរបស់ខ្ញុំផងក៏ដូចជាការពេញចិត្តនៅខេត្តនេះគឺខ្ញុំនឹងធ្វើអ្វីដែលជាការចូលចិត្តរបស់ខ្ញុំហើយសង្ឃឹមថាការធ្វើវីដេអូនេះអាចមានការគ្រប់គ្រងពីសំណាក់ពុកម៉ែបងប្អូនជាច្រើនដែលខ្ញុំធ្វើកន្លងមកក៏មានបងប្អូនមួយចំនួនគាត់តែងតែថាការនិយាយឬក៏ជាការធ្វើនេះដូចលក្ខណៈដូចមិនល្អអញ្ចឹងណាអញ្ចឹងខ្ញុំក៏បន្តអ្វីជាមួយពួកគាត់ដែរដោយសារតែខ្ញុំធ្វើនេះគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំក៏ដូចជាការពេញចិត្តនៅសកម្មភាពដែលខ្ញុំបានធ្វើដំណើរទៅតាមដងផ្លូវនេះផងដែរហើយយើងបានកំពុងតែធ្វើដំណើរទៅតាមដងផ្លូវជាតិលេខ5ប៉ុន្តែផ្លូវនេះជាផ្លូវចាស់គឺផ្លូវចូលនៅក្រុងកំពង់ឆ្នាំងផ្ទាល់តែម្ដងគឺចូលចំតែម្ដងបើសិនជាយើងជិះផ្លូវវាងក្រុងគឺយើងអត់បានចូលខេត្តទេអញ្ចឹងបងប្អូនហើយណាមួយយើងឃើញហើយគឺខ្ញុំបានមកដល់នៅរំងមូលក្អមដែលមានរូបដំរី2ហើយយើងក៏បន្តដំណើរទៅមុខទៀតគឺដើម្បីទៅដល់ទីរួមខេត្តកំពង់ឆ្នាំងហើយយើងឃើញថាផ្លូវដែលជិតដល់ខេត្តគឺធំបាទគឺទលាយបាទយើងគឺស្រស់ស្អាតដោយសារតែការធ្វើចរាចរណ៍អីមមាញឹកច្រើនអញ្ចឹងណាបងប្អូនបាទហើយ
ខ្ញុំក៏មិនមានអ្វីច្រើនសម្រាប់ជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទេហើយសង្ឃឹមថាពុកម៉ែបងប្អូនមើលវីដេអូនេះហើយនឹងយល់ទៅលើអ្វីដែលខ្ញុំបានធ្វើការបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញហើយអឺខ្ញុំសង្ឃឹមថាវីដេអូនេះអាចធ្វើឲ្យពុកម៉ែបងប្អូនមួយចំនួនគាត់មានការពេញចិត្តក៏ដូចជាការជួយគាំទ្របើសិនជាពេញចិត្តកុំភ្លេចជួយចុច Subscribe ក៏ដូចជាជាវនៅ Channel របស់ខ្ញុំនេះដើម្បីជាការទទួលបានវីដេអូថ្មីៗនៅពេលក្រោយបន្តទៀតហើយវីដេអូនេះគឺខ្ញុំធ្វើកាត់ទេដើម្បីជាការអឺពន្លឿនវីដេអូរបស់ខ្ញុំដើម្បីកុំឲ្យមានរយៈពេលវែងពេកក៏ដូចជាចង់បង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញអំពីទិដ្ឋភាពក៏ដូចជាការរស់នៅការធ្វើដំណើររបស់បងប្អូនយើងទាំងអស់គ្នាហើយខ្ញុំបានធ្វើដំណើរមកដល់នៅរំងមូលឯករាជ្យហើយនៅទីរួមខេត្តកំពង់ឆ្នាំងនេះបាទហើយខ្ញុំក៏បន្តដំណើរទៅមុខគឺឆ្ពោះទៅខាងផ្លូវចេញទៅផ្លូវវាងក្រុងបាទហើយនេះយើងបានមកដល់នៅក្នុងក្រុងកំពង់ឆ្នាំងហើយយើងឃើញអំពីទិដ្ឋភាពក៏ដូចជាសួនច្បារអីគឺមានការរៀបចំស្រស់ស្អាតអញ្ចឹងហើយសង្ឃឹមថាវីដេអូនេះពុកម៉ែបងប្អូនជួយ share បន្តក៏ដូចជាជួយចុច Subscribe នៅ Channel របស់ខ្ញុំដើម្បីការគាំទ្រក៏ដូចជាការទទួលបានវីដេអូថ្មីៗនៅពេលក្រោយដែលខ្ញុំធ្វើបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយយើងក៏បានមកដល់នៅម្ដុំផ្សារលើផងដែរហើយយើងក៏ដល់ចំណុចនៃរង្វង់មូលមនុស្ស3នាក់នៅក្នុងខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា